ជំរាបសួរលោកគ្រូឥឡូវនេះខ្ញុំនឹងធ្វើការ record ទាក់ទងនឹងការ read comment change color text អញ្ចឹងទាក់ទងនឹង comment ទាំងអស់ហ្នឹងគឺខ្ញុំបានសរសេររួចរាល់អស់ហើយអញ្ចឹងឥឡូវខ្ញុំនឹងធ្វើការអាន comment ទាំងអស់នោះអញ្ចឹងទាក់ទងនឹង comment read ហ្នឹងគឺសម្រាប់ input របស់ user ដែលគាត់ input មក input user គាត់ចង់ input បន្តមកទៀតដក p នេះគឺប្រើសម្រាប់ show message ហើយដុល្លារ echo ដក e នេះគឺកន្លែង print out ចេញមក print message ចេញមកវិញអញ្ចឹងនៅពេលដែលយើងប្រើ /e ជា comment សម្រាប់ដាក់ពណ៌ comment សម្រាប់ដាក់ពណ៌ដែលយើងមានមាន 1.34 នេះគឺលេខ1នេះគឺសំដៅទៅលើ font ដែលជាអក្សរ bold ហើយបើយើងចង់ដាក់ font ធម្មតាគឺយើងប្រើ0តែដែលយើងដាក់លេខ1គឺជា font អក្សរ bold ហើយ 34M នេះគឺពណ៌ខៀវហើយ system info គឺ user គាត់ជ្រើសរើសក្នុងការ input អញ្ចឹងនេះuser គាត់ជ្រើសរើសក្នុងការ input មានដូចជា RAM CPU ADD net ហើយនិង time ហើយ comment /e 0M នេះគឺជា comment សម្រាប់ reset color ឡើងវិញហើយ comment key នេះគឺសម្រាប់ comment សម្រាប់ទុក variable ហើយយើងចូលដល់ comment បន្ទាប់ដែលនៅពេលដែលយើងប្រើ square bracket នេះហើយ $key ស្មើ RAM អញ្ចឹងkey នេះគាត់ផ្ទុកkey នេះផ្ទុក variable RAM អញ្ចឹងនៅពេលដែល user គាត់បញ្ចូលពាក្យ RAM នេះអញ្ចឹងយើងប្រើ double ampersand អញ្ចឹងនៅពេលដែលយើងប្រើ double ampersand អញ្ចឹងនៅពេលដែល key ស្មើ RAM នេះបាត់វានឹង input នៅ free.h នេះគឺជា comment សម្រាប់ចូលទៅមើល RAM ថាតើយើងប្រើ RAM ប្រមាណហើយយើងប្រើអស់ប្រមាណហើយនៅសល់ប្រមាណអីផ្សេងអញ្ចឹងនៅពេលដែល key ស្មើ RAM នេះបាត់អញ្ចឹងវានឹង input ចេញអក្សរដែលមាន font ជាអក្សរ bold ហើយនឹងពណ៌ក្រហមចេញមកគឺ free.h នេះវានឹងចេញមកជាពណ៌ក្រហមហើយ /e 0M នេះគឺជា comment សម្រាប់reset color ឡើងវិញហើយនៅពេលដែលយើងប្រើ vertical bar នេះគឺវាស្ទើរនឹងឆ្ងល់ឬដែរយើងអាចប្រើប្រសិនបើ user ហ្នឹងគាត់បញ្ចូលនៅពាក្យថា CPU អញ្ចឹងបើពាក្យ variable ស្មើ CPU ហ្នឹងវាបាត់នឹង input វានឹង output ចេញមកនៅIL CPU នេះចេញមកអក្សរ bold ហើយនឹងលេខ34គឺពណ៌ខៀវហើយបន្ទាប់មកវានឹង reset color ឡើងវិញឬក៏នៅពេលដែល user នេះគាត់បញ្ចូលនៅពាក្យ ADD អញ្ចឹងវានឹង input ចេញមកនៅdf.h នេះគឺសំដៅទៅលើ comment សម្រាប់ឆែកមើល hard disk គឺវានឹង output ចេញមកកន្លែងអក្សរហ្នឹងគឺវាចេញមកពណ៌yellow គឺពណ៌លឿងហើយនៅពេលដែល user ហ្នឹងគាត់បញ្ចូល keyword នេះ net នេះអញ្ចឹងវានឹង output ចេញមកគឺ i config នេះគឺកន្លែងតាក់ទងនឹងអញ្ចឹងi config នេះគឺជាកន្លែងដែលយើងឆែកមើលព័ត៌មានអ៊ីនធឺណិតអញ្ចឹងនៅពេលដែលខាងkey ស្មើ net នេះបាត់វានឹង output ចេញកន្លែងតាក់ទងនឹង i config ដែលឆែកមើលអ៊ីនធឺណិតនេះវានឹងចេញជាអក្សរ bold ហើយចេញជាពណ៌ green ពណ៌ green ពណ៌បៃតងហើយបន្តមកវានឹង reset color ឡើងវិញ
ឬក៏នៅពេលដែល user នេះគាត់បញ្ចូល time គាត់variable ដែលវាផ្ទុកពាក្យ time ដែល user គាត់បញ្ចូលឲ្យពាក្យ time នេះនៅពេលដែលវាប៉ះអញ្ចឹងវានឹង output ចេញមកវិញនៅ time that នៅពេលដែលវាoutput ចេញមកគឺវានឹងចេញ time that ដែលមានអក្សរលេខ35ហ្នឹងគឺផុតផលនេះដូចវាមានគំរូនៅខាងលើនេះអញ្ចឹងគឺព័ត៌មានតកតនឹង that ហ្នឹងគឺវានឹងចេញអក្សរជាអក្សរ bold ហើយនឹងពណ៌ផុតផលតកតនឹងព័ត៌មានអ៊ីនធឺណិតហ្នឹងហើយកន្លែងនេះ /e នេះគឺជា command reset color ឡើងវិញហើយប្រសិនបើនៅពេលដែល user នេះគាត់បញ្ចូលនៅបញ្ចូលខុសអញ្ចឹងវានឹង print ចេញមក echo.e នេះគឺវានឹង print ចេញមកនៅពាក្យថា keyword not found ហើយអញ្ចឹង keyword not found នោះវានឹងចេញជាពណ៌ក្រហមហើយនឹងអក្សរ bold អញ្ចឹងចុងក្រោយគឺសម្រាប់តកតងនឹងការអាន comment ឲ្យ change text color របស់ខ្ញុំគឺខ្ញុំមានតែប៉ុណ្ណឹងហើយចាអញ្ចឹងឥឡូវនេះខ្ញុំ comment ខ្ញុំអានមិនចាប់រួចរាល់ហើយអញ្ចឹងអានេះខ្ញុំគ្រាន់តែតេស្តវាយតកតងនឹង time តែគឺវានឹងចេញពណ៌ស្វាយហើយនៅពេលដែលខ្ញុំវាយ comment ពាក្យ RAM ទៅនេះគឺវានឹងចេញពណ៌រៀងលេខអញ្ចឹង RAM វាលេខ31ហ្នឹងគឺវាពណ៌រៀង red តែវាមើលទៅដូចអត់សូវដូច red ទេអញ្ចឹងនៅពេលដែលខ្ញុំវាយ CPU ទៅដែលជាសារ CPU យើងដាក់លេខ34អញ្ចឹងវាពណ៌ blue អញ្ចឹងនេះគឺព័ត៌មានរបស់ CPU គឺវាចេញមកជាពណ៌ blue ហើយគឺវា bold អញ្ចឹងតើតើនឹងការ recommend text color របស់ខ្ញុំគឺមានតែប៉ុណ្ណឹងអរគុណច្រើនលោកគ្រូសូមជម្រាបលា